ខ្ញុំប្រកាសណាខ្ញុំបានក៏សូមជម្រាបជូនដំណឹងបុណ្យកសាងព្រះបដិមាព្រះសហាមេត្រីជាការឧទ្ទិសដល់ព្រះបារមីនៃមហានគរខ្មែរនិងជាទីសក្ការៈបូជាសម្រាប់អស់បងប្អូនអ្នកមានឧបនិស្ស័យព្រះញាតិចិត្តឆ្ងាយទាំងឡាយទាំងពួងដែលការកសាងព្រះសហាមេត្រីចេញពីថ្មម៉ាតដែលមានតម្លៃថ្លៃឬហៅថាជាថ្មម៉ាតពណ៌បៃតងដែលជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ក្រៃលែងសម្រាប់បងប្អូនទាំងអស់គ្នាអាស្រ័យដោយបានជម្រាបខាងលើនេះសូមពុកម៉ែបងប្អូនព្រះញាតិចិត្តឆ្ងាយមិនថាទាំងក្នុងនិងក្រៅប្រទេសចូលរួមចាប់មគ្គផលកុសលផលបុណ្យតាមរយៈខ្ញុំបាទនឹងការកសាងព្រះបដិមាព្រះសហាមេត្រីនិងកសាងបង្ហើយនៅអាស្រមព្រះសហាមេត្រីបន្តនៅក្នុងឆ្នាំ2025នេះដើម្បីជាកុសលផលបុណ្យនិងអានិសង្សដ៏ធំធេងឆ្លងផុតគ្រូកាយគ្រូកម្មគ្រូវិបិនលោក4គ្រូទុកសោកដែលនឹងមកដល់ក្នុងការវេលាខាងមុខនេះព្រោះការកសាងព្រះបដិមាព្រះសហាមេត្រីជាអំណាចអានិសង្សបុណ្យដ៏ក្រៃលែងសម្រាប់កូនចៅទូទាំងប្រទេសនិងមហានគរខ្មែរដែលជាឱកាសក្នុងការបំពេញបុណ្យដ៏ក្រៃលែងនិងផ្សាយមេត្តាដល់សពសត្វទូទាំងផែនដីឧទ្ទិសកុសលផលបុណ្យដល់ញាតិទាំងឡាយសពទិទីបងប្អូនអាចចូលរួមតាមរយៈលេខទូរស័ព្ទទាំង3ខ្សែរបស់ខ្ញុំបាន096 67 46 707 077 54 93 54 067 35 89 36និងតាមរយៈ QR code Acilida Real ហើយនឹង QR code ជាដុល្លារនិងតាមរយៈ ABA របស់ខ្ញុំបាទដែលដាក់នៅក្នុងវីដេអូនេះហើយខ្ញុំបាទក៏សូមជូនពរបងប្អូនឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនពុទ្ធទំនាយស្ដែងអំពីរឿងរ៉ាវការកកើតនិងការវិនិច្ឆ័យរបស់សត្វលោកទាំងឡាយដែលកំពុងតែលងលក់មិនភ្ញាក់អាត្មាមិននាំគ្នាប្រឹងរៀនសិក្សាសូត្រនៅធម៌ឯព្រមទាំងសិក្ខាវិន័យបោះបង់នៅកុសលធម៌ចម្រើនតែអកុសលធម៌មានចិត្តបាបបន្តធ្វើខុសនាំឲ្យផែនដីកាន់តែរង្គោះរង្គើទំលាយនៃវិនិស្សកម្មរបស់ផែនដីក៏ចូលមកដល់ទំលាយនៃសង្គ្រាមលោកលើកទី3សែនសាហាវក្រៃនឹងចូលមកហើយដូច្នេះសត្វលោកត្រូវប្រឹងសិក្សារៀនសូត្រស្វាត់ជីឲ្យហើយនៅមុនគាថាទន្ទិញធម៌ឯតាមព្រះពុទ្ធបណ្ដាំមានពុទ្ធោមានអរហង្គជួយខាំងរារាំងបិទបាំងកាយភាពច្របូកច្របល់របស់សត្វលោកកំពុងតែគៀកនិងខិតចូលមកអ្នកណាក៏ដោយឲ្យតែមានកម្មមានទុក្ខទោសមិនប្រោភ្ញាក់រលឹកកែប្រែចិត្តគំនិតសាងខ្លួនឲ្យប្រពៃនោះត្រូវវិនិស្សកម្មឆាបឆក់យកទាំងជីវិតនិងខ្លួនប្រាណវិនិច្ឆ័យសូន្យទាំងដួងវិញ្ញាណដូចដែរព្រះមេត្តាព្រះធរណីលោកបានប្រកាសចេញសារព្រមានដល់កូនចៅគ្រប់គ្នាជាសម្បកមនុស្សលោកជាសម្បកទូអង្គគ្រប់អាត្មាត្រូវដឹងថាធរណីរង្គោះរង្គើរំជួយដីប្រតិពីចាប់ពីឆ្នាំ2025កន្លងទៅមុខដល់ឆ្នាំ2030នឹងមិនអាចនឹងមានសោយសុខចំពោះសត្វលោកណាបានព្រោះវេលានោះមនុស្សទាំងឡាយកំពុងតែច្របូកច្របល់វល់វក់វង្វេងស្រែករកអាត្មាស្រែករកអ្នកដែលមានប្រាជ្ញាអ្នកមានបុណ្យបារមីមកជួយសង្គ្រោះស្រោចស្រង់លោកនេះភ្លើងក្តៅផ្ទុះឆេះចេញពីចិត្តគំនិតរបស់មនុស្សលោកដោយភាពងងុយងងមិនភ្ញាក់អាត្មាចម្រើនតែអកុសលបែបមាចិត្តប្រហារវាយតប់គ្នាបង្ហូរឈាមបងប្អូនឯងពេលនោះហើយអាសលមាទាំងឡាយក៏បានដៃចូលមកសម្លាប់រូបកាយមនុស្ស
ឲ្យសិនខ្សែឆក់យកវិញ្ញាណបដិសន្ធិនៅភពមិនល្អហេតុប្រការដែលកើតឡើងមានភ្លើងផ្ទុះចេញពីក្រោមដីមានទឹកផុសផ្ទុះចេញហៀហូបង្កជាជំនន់ខ្យល់ព្យុះខ្យល់បក់ភ្លៀងធ្លាក់ទឹកជំនន់ជន់លិចរាប់ប្រទេសឬហៅថាជានគរដែលคล้ายជាសមុទ្រคล้ายជាទឹកចូលតាមទំនាយដែលបានបញ្ជាក់ដោយព្រះមនីឥសីមានទំនាយព្រះម៉ែធរណីជាដើមដែលលោកចេញកំចាត់សំអាតមិនរើសមុខដល់កូនចៅទាំងឡាយដែលជាសម្បកនិងអ្នកដែលប្រហើនប្រមាថមិនខ្លាចកោងកែងដំឡើងរិទ្ធដំឡើងខ្លួនឲ្យអស់រិទ្ធអស់បារមីវេលាចង់កាត់សត្វលោកមានបុណ្យនៅតិចតួចស្ដែងដូច្នេះហើយមលុបពោដ៏ធំធេងសម្រាប់អ្នកមានឧបនិស្ស័យក៏នៅមិនឆ្ងាយសត្វលោកទាំងឡាយណាដែលបានប្រព្រឹត្តនៅធម៌អាសិក្សាវិន័យរៀនច្បាប់ធម្មជាតិរៀនច្បាប់ចក្រវាឡក្តីច្បាប់កម្មទាំងឡាយក៏នឹងបានដឹងភ្ញាក់អាត្មារត់រកអ្នកដែលមានបុណ្យបារមីពិតទំនីនៃព្រះអ្នកមានបុណ្យនិងព្រះនាងគ្រប់លក្ខនឹងត្រូវយាងមកជាទៅតាមការកំណត់បើយើងជាពូជនៃខ្មែរបរិសុទ្ធកាន់ចិត្តមោះមុតនឹងបានទាន់លោកហើយទន្លេសមុទ្រស្ទើរខែរីងស្ងួតដោយសត្វលោកទាំងឡាយឥតអំពើខ្វល់តែទង្វើរឿងបាបភាពលោភលន់របស់ខ្លួនឯងដូច្នេះហើយគ្រប់ហេតុការណ៍ទាំងឡាយក៏ត្រូវចេញមកទាំងម្ដងមួយហើយប្រហារសត្វលោកមិនរើសមុខតាមដែលទំនីព្រះមនីឥសីលោកដំណើរទុកមកថាថ្ងៃណាមួយកូនចៅទាំងឡាយនឹងបានភ្ញាក់រលឹកដឹងខ្លួនដឹងស្មារតីចងចាំរកអ្នកមានបុណ្យមានឧបនិស្ស័យមកជួយស្រោចស្រង់ទំនីយាងព្រះសិអាមេត្រីដល់ភពផែនដីទទួលអង្គអ្នកមានបុណ្យអ្នកមានឫទ្ធិខ្លាំងព្រះឥន្ទព្រះព្រហ្មចេញមកត្រៀបត្រាលើផ្ទៃអាកាសវិហារស្ដែងឲ្យសត្វលោកទាំងឡាយបានដឹងភ្ញាក់រលឹកសត្វលោកដែរមានឧបនិស្ស័យក៏បានដឹងស្គាល់យល់នៅញៀនគ្រប់ទូអង្គបារមីទាំងមេតបជើងទឹកមេតបជើងអាកាសឋានប្រជុំនេះក្តីមានអាកាសទេវតាក្តីភូមិទេវតាក្តីក៏ចេញត្រៀបត្រាដងហែព្រះអង្គយាងចូលនគរព្រះមនីឥសីលោកដំណើរទុកទៀតថាកាលណាកូនចៅអ្នកមានបុណ្យពិតនិងមានឫទ្ធិខ្លាំងអាចដកញៀនបានដកដួងចិត្តបានហើយចេញត្រៀបត្រាតាមរយៈនិងផ្លូវបារមីមានឫទ្ធិមាននិស្ស័យអាចជួយសង្គ្រោះចេញច្បាំងប្រយុទ្ធសូត្របាលីខៀខាំងរារាំងនៅអំពើអបាយរបស់អសលមាដែលមានចិត្តប្រែកាយបាញ់បោះអាវុធទុយធំមកលើនគរខ្មែរប៉ុន្តែដោយអនុភាពនៃបាលីរដ្ឋគាថាបាញ់មកកាលណាចេញទឹកចេញផ្កាមិនមានអ្វីសោះឡើយដូច្នេះពួកថ្មិលទាំង8មកក្រាបទូលក្រៃបាទព្រះបាទទាអ្នកមានបុណ្យមានបារមីសំចោះចាញ់រិទ្ធអំណាចចេស្តាពេលនោះមហានគរខ្មែររិទ្ធខ្លាំងអស្ចារ្យមានរិទ្ធមានដៃជះឈ្នះមាឈ្នះពពួកសត្រូវពពួកថ្មិលទាំង8កាលដែលមានភ័យអាសន្នមកដល់មុនព្រះអ្នកមានបុណ្យលោកយាងចេញមកសត្វលោកទាំងឡាយច្បាស់ណាស់ត្រូវរងគ្រោះជាមួយអន្លឺជាងពាក់កណ្ដាលអាចនៅទាន់ជាងពាក់កណ្ដាលទៀតក៏មិនអាចនៅទាន់ដែរដូច្នេះត្រូវខំសង្វាតរៀនសូត្របាលីភាវនាទន្ទិញឲ្យបានជាខំប្រឹងសិក្សា
ខំប្រឹងដោយអាត្មាជាពិសេសសន្សំបុណ្យកុសលចំពោះអ្នកមានញាណពិតអ្នកមានញាណអង្គទស្សពិតរឹតតែមានកម្លាំងខ្លាំងក្លាមានបុណ្យបារមីអាចចេញប្រថាប់ត្រាដែលអស់កូនចៅអ្នកមានឧបនិស្ស័យបានទុកសោករបស់សត្វលោកមកដល់វេលាចុងក្រោយនៃពាក់កណ្ដាលនៃសាសនាទើបដឹងថាមនុស្សល្អមានតិចមនុស្សអាក្រក់កាន់តែច្រើនឡើងជាហេតុបណ្ដាលឲ្យភ័យអន្តរាយកាន់តែគៀកមកហើយសម័យទំនាយយុគភ្លើងមិនអាចនៅសេសសល់ទុកសត្វលោកឲ្យធ្វើអាក្រក់សារអាក្រក់បន្តទៅមុខមានតែកំចាត់រែងសម្អាតដូច្នេះហើយបើសិនជាមិនសង្វាតធ្វើបុណ្យសន្សំកុសលលាងជម្រះចិត្តបែបចិត្តអាក្រក់ឲ្យបានស្អាតនោះឡើយនឹងមានទុកមានទោសដល់គ្នានឹងគ្នាទៅវិញទៅមកការបួងសួងអង្វរបែបបុណ្យសំរិទ្ធសំដេចចេះសំអង្វរដល់ទេវតាទាំងឡាយឲ្យលោកយើងមកប្រោះព្រំយើងមកថែរក្សាបានតែមនុស្សល្អមានចិត្តល្អមានភាពសច្ចៈទៀងត្រង់មានបុណ្យកុសលនៅក្នុងខ្លួនទើបអាចយាងនៃពួកទេវតាដែលមានឫទ្ធិខ្លាំងមានឫទ្ធិចេស្តាថែរក្សាទឹកដីមហានគរបានដោយលោកមេតបសម័យបុរាណដែលលោកជាអ្នកមានឫទ្ធិចេស្តាលោកមានបុណ្យបារមីខ្លាំងពូកែអាចនឹងជួយដល់កូនចៅបានមួយចំនួនដែលជាអ្នកមានឧបនិស្ស័យសម្រាប់ទេវតាទាំងឡាយដែលលោកជាញាតិនឹងមនុស្សលោកបានដល់អភ័យដល់មនុស្សគ្រប់ពេលឲ្យតែមនុស្សទាំងឡាយដឹងភ្ញាក់រលឹកសាងបុណ្យសាងអំពើល្អរៀនគោរពរៀននាំគ្នាស្វែងយល់អំពីទំនាយដូនតាហើយត្រូវដឹងថាក្នុងថ្ងៃខាងមុខភាពសុខសាន្តរុងរឿងនឹងកើតឡើងជាថ្មីម្ដងទៀតសម្រាប់ដែនដីនគរអន្តបបុរីព្រះស្រីក្រុងកម្ពុជារបស់ញាតិវង្សសានវង្សពូជពងមហានគរខ្មែរដើមសម័យដែលមនុស្សកំពុងតែខិតជិតដល់ការវិនាសជាចុងក្រោយឥតមានអ្វីមកអាចខៀខាំងរារាំងដំណើរនៃច្បាប់កម្មនិងទុកសោករបស់សត្វលោកឡើយកម្មតូចកម្មធំកម្មទាំងឡាយត្រូវបានជំរះឯចិត្តមនុស្សចិត្តអំពើបាបដែលកើតឡើងក៏ត្រូវតែជំរុះចេញអ្នកមានយានមានឧបនិស្ស័យបានដឹងហើយមានការភ្ញាក់រលឹកយ៉ាងច្រើនសន្ធឹកសន្ធាប់បុគ្គលទាំងឡាយជាអ្នកបានយល់ដឹងតាមផ្លូវសច្ចបារមីក៏ចេះតែមានការនឹកភ្នោកនឹកគិតការបញ្ជ្រាបឲ្យដឹងឲ្យយល់រហូតដល់មាននិស្ស័យអាចទាន់ព្រះជំរះបោះបង់នៅចិត្តអាក្រក់រៀនភ្ញាក់រលឹកទម្លាក់នៅភាពមានអ្នករបស់ខ្លួនការប្រែប្រួលរាប់សិបចំនួនរបស់សត្វសាច់បានបង្កឡើងឲ្យមានភាពច្របូកច្របល់សត្វទាំងឡាយនៅក្នុងភព3ជាពិសេសនៅក្នុងឋានកណ្ដាលនៃឋានមនុស្សតែងប្រព្រឹត្តទៅមិនទៀងវល់កាត់ស្លាប់ដោយអំណាចនៃគុណធម៌ធ្លាក់ចុះរាប់ថាជាការវិនាសមួយដែលអស់ទៅបាត់បង់ទៅមិនអាចវិលត្រឡប់មកវិញដូច្នេះហើយនគរនាគឋានបដាលបានចាត់តាំងបុត្រាបុត្រីជាទេវបុត្រជាច្រើនចុះមកដើម្បីបដិសន្ធិទៅតាមទីវងត្រកូលនិងពូជមនុស្សដើម្បីលើកស្ទួយគុណធម៌ចាស់សន្សំបារមីរបស់ខ្លួនអ្នកដែលតាំងសេចក្តីប្រាថ្នាខ្ពស់អ្នកដែលមករំលោះកម្មគឺត្រូវមានភារកិច្ចក្នុងការបំពេញគុណធម៌ធ្ងន់ថ្នាក់នៃកម្មបារមីឬការចេញសាងភ្នោះបួសនៅក្នុងព្រះសាសនាជាដើមឯបុគ្គលខ្លះទៀតគឺសាងនៅគុណធម៌ថ្នាក់កណ្ដាលជាមនុស្សដែលមានសិល5ឬសិល8ជាដើមកូនចៅពូជពងនាគជាច្រើនអង្គមានអតីតជាតិឬការរលឹកញាណខុសៗគ្នាទៅតាមឧបនិស្ស័យ
ប៉ុន្តែចិត្តញាណឬកម្លាំងដួងចិត្តរបស់ពួកគេមានការស្រូបទាញព្រមទាំងមានការប្រែប្រួលទៅតាមវិបាកកម្មដែលហុចផលផ្ដល់ឲ្យឬហៅថាជាកម្មចាស់ពេលខ្លះក៏ត្រូវជួបរឿងរ៉ាវអាក្រក់ជួបរឿងរ៉ាវមិនល្អទុកសោកម្មពៀដែលត្រូវឆ្លងកាត់រាប់ថាជាកម្មពៀឬជាទុក្ខដែលគេត្រូវនឹងទទួលម្នាក់មិនអាចនឹងជៀសផុតបាននោះទេព្រោះសពសត្វនៅក្នុងផែនដីមិនថាមនុស្សមិនថាទេវតាមិនថាអង្គឋានអ្នកមានបារមីនគរនាគឬឋានបដាលក្តីក៏ត្រូវមានការជំរុះចម្រាញ់លាងសម្អាតកាយចិត្តតាមរយៈការលុតដំនិងការប្រព្រឹត្តបទពិសោធន៍ជាមនុស្សអស់រយៈពេលជាច្រើនជាតិនេះគឺជាការពិតសម្រាប់កូនចៅបុត្រាបុត្រីដែលមានឧបនិស្ស័យខ្ពង់ខ្ពស់ហើយធ្លាប់វិលកើតវិលស្លាប់គ្រប់ចំនួនឬហៅថាដូនតារបស់មនុស្សក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមកនេះពូជពងនាគមនុស្សឬកូនចៅបារមីអ្នកឋានបានឡើងមកផ្លាស់វេនបន្តគ្នានេះជាការពិតដែលពុំអាចប្រកែកបានថាយើងមានពូជពងខ្សែស្រឡាយជាអង្គនិករាជឬពូជពងអង្គញិនឋានព្រោះម្នាក់សុទ្ធតែមានទំនោរឧបនិស្ស័យមានចិត្តញ្ញិនផ្ទាល់ខ្លួនដែលមានទំនោរគិតឬការស្រមើស្រមៃខុសប្លែកពីមនុស្សធម្មតាទូទៅពលគឺការដឹងញាណតាមរយៈអារម្មណ៍ផ្លូវចិត្តតាមរយៈសុបិននិមិត្តតាមរយៈការឃើញញាណដោយប្រកក្តីឬជាមនុស្សចូលចិត្តប្រាធម្មពលចិត្តសាងរូបអារម្មណ៍បញ្ជាទៅលើសពវត្ថុឬអ្វីមួយឬហៅថាបញ្ជាទឹកដីភ្លើងខ្យល់បញ្ជាគ្រប់រឿងដែលខ្លួនជួបម្នាក់សុទ្ធតែមានកម្លាំងអធិដ្ឋានចិត្តមានការវឹកហាត់តាំងពីអតីតផ្នែកសមាធិនិងវិបស្សនាដែលទទួលបានឈានហើយគ្រាន់តែផ្លែនៅក្នុងចិត្តកំណើតថ្មីឧបនិស្ស័យនោះក៏មិនបាត់បង់ធម្មពលចិត្តក៏នៅតែមានប្រព្រឹត្តទៅប៉ុន្តែពេលខ្លះអាចប្រើប្រាស់បានពេលខ្លះនៅពេលដែលជួបរលកបក់សេចក្តីទុក្ខខ្លាំងពេកក៏បាំងរារាំងនៅកុសលចិត្តថ្នាក់បញ្ញាញាណដែលកើតពីឆានសមាធិដែលខ្លួនធ្លាប់បានប្រព្រឹត្តនោះมันអាចចេញមុខជាបញ្ញាញាណជួយការពារបានម្ល៉េះហើយបើសិនជាកាលណាកូនចៅទាំងឡាយបានជួបទុក្ខជួបរឿងរ៉ាវមិនប្រក្រតីត្រូវតែតាំងសេចក្តីអធិដ្ឋានភាវនាចង់ស្មារតីធ្វើចិត្តឲ្យស្ងប់មានសមាធិឡើងនោះមិនយូរមិនឆាប់ញាណដឹងក្នុងការគិតនិងកើតឡើងពេលខ្លះទំនោរនិស្ស័យតាក់ទងនឹងអារម្មណ៍ផ្លូវចិត្តมันអាចនឹងមើលឃើញមើលដឹងឬគិតយល់ដោយខ្លួនឯងបាននោះទេសូម្បីតែខ្លួនឯងផ្ទាល់ខ្លួនក៏មិនយល់ថាកើតបានពីអ្វីដូច្នេះត្រូវទាមទារឲ្យមានការសិក្សាទាមទារឲ្យមានបទពិសោធន៍ក្នុងការធ្វើក្នុងការប្រព្រឹត្តលក្ខណៈនិស្ស័យនេះទៅតាមបុគ្គលរៀងៗខ្លួនពលគឺត្រូវចាប់ផ្ដើមវឹកហាត់ញាណតាមរយៈសមាធិដោះខាត់ចិត្តតាមរយៈការរក្សាសិលលះចិត្តអាក្រក់មួយចំនួនដែលជាចិត្តបែបចិត្តមីអកុសលនៅក្នុងខ្លួនមិនឲ្យមករារាំងបាញ់ឬហៅថាទទួលរលកកម្មក្រាស់ក្រាលខ្លាំងពេកកាលណាតែចិត្តរបស់យើងធ្លាក់ចុះទៅក្នុងអកុសលខ្លាំងការទាញរលកវិបាកកម្មមកជួបក្នុងឆាកជីវិតរបស់គេក៏មិនងាយចប់ដូច្នេះបើកាលណាជួបទុក្ខហើយក៏ជួបទុក្ខទៀតជួបទុក្ខផ្ទួនមិនអាចនិយាយផុតចំពោះញាណអ្នកឋានបារមីឬហៅថាញាណរបស់បុត្រាបុត្រីនៃនគរនាគតួអង្គទាំងឡាយទាំងពួងមានមនោចេតនាខ្លាំងបេះដូងបរិសុទ្ធស្រឡាញ់អាណិតសត្វលោកមនុស្សជុំវិញខ្លួនយ៉ាងពិតប្រាកដពុំមានការប្រែប្រួលផ្លាស់ប្ដូរដោយហេតុថាទំនោរនិស្ស័យនិងការគិតរបស់ញាណកូនចៅនីមួយៗតែងតែមានការយល់ដឹងផ្សេងៗគ្នាហើយផ្លូវចិត្តនិងការគិតនោះទៀតសោតក៏មានការខុសប្លែកចាប់យកនិស្ស័យមានការកែងភាពស្លូតបូតភាពទន់ភ្លន់ភាពសមាសម័យការគិតផ្ដោតឬការប្រងើយរបស់ចិត្តចេតសិកដែលកើតឡើងពីមួយជាតិទៅមួយជាតិក្នុងការសន្សំនិស្ស័យរបស់កូនចៅម្នាក់គ្មាននរណាម្នាក់អាចដឹងថាខ្លួនឯងមកពីណាហើយជាតួអង្គអ្វីឬហៅថាជាអ្នកណាឲ្យពិតប្រាកដនោះទេព្រោះគ្រប់យ៉ាងជាការរលឹកដោយបុណ្យដោយញាណឬការបណ្ដាលពីព្រះបារមីនៃអស់លោកដែលជាគ្រូដើមគ្រូបជាការរលឹកញាណនេះទៀតសោតលុះត្រាតែបុណ្យកុសលការបំពេញរបស់កូនចៅទាំងអស់នោះក្រាស់ក្រែលទើបបង្ហាញឲ្យដឹងតាមរយៈញាណ
តែបើសួរថាខ្លួនឯងប្រកាសចិត្តឬក៏យល់ដឹងផ្នែកនេះពិតប្រាកដគឺមិនទាន់ច្បាស់ 100% នោះទេហេតុនេះការបំពេញបុណ្យកុសលជាថ្នាក់ទានជាថ្នាក់កុសលធម៌ដ៏ខ្ពង់ខ្ពស់ដែលញ៉ាំងនូវសទ្ធាចិត្តព្រមទាំងមានខាងក្នុងឲ្យកម្រាស់ឡើងឬហៅថាបុណ្យជួយឆ្នៃជួយការពារជួយបណ្ដាលញាណពាក់ព័ន្ធជាមួយនឹងសមាធិក៏ជាការបំពេញនៅថ្នាក់កុសលធម៌ខ្ពង់ខ្ពស់ផ្នែកផ្លូវចិត្តដែលនាំឲ្យសពសត្វកូនចៅឬបុត្រអ្នកឋានទាំងឡាយចាប់ផ្ដើមរលឹកញាណបន្តិចម្ដងឬហៅថាជ្រួលជ្រាបដោយខ្លួនឯងឬដឹងការពិតដោយខ្លួនឯងវិស័យរបស់សត្វលោកមានការជ្រកពូនសំងំទៅលើកុសលចិត្តនិងអកុសលចិត្តមិនដាច់គ្រប់ពេលគ្រប់វេលាពេលខ្លះកុសលក៏កើតពេលខ្លះអកុសលក៏កើតនៅពេលដែលអកុសលកើតចិត្តអាក្រក់ចេញមកគឺរារាំងបាំងនៅបញ្ញាសតិមិនឲ្យកើតឡើងដូច្នេះការរវើរវាយប្លន់ធ្លាក់ស្មារតីឬសេចក្តីល្ងងអវិជ្ជាក៏កើតឡើងមិនយល់ពីសេចក្តីទុក្ខឬកងធម៌នៅក្នុងលោកឬហៅថាសច្ចធម៌តែនៅពេលដែលកុសលចិត្តកើតឡើងឬថ្នាក់កុសលបញ្ញាដោះឡើងនោះក៏មានការជ្រួលជ្រាបយល់ដឹងមួយប្រព្រឹត្តភ្នែកឬហៅថាមានសតិញ្ញាណរលឹកខ្លះចេញមកដូច្នេះការយល់ដឹងនេះមិនទៀងទាត់ឡើយព្រោះការយល់ដឹងដោយបញ្ញាខាងក្រៅជាការសិក្សាថ្នាក់ពិចារណាមួយផ្លែតតែការសិក្សាឬការវឹកហាត់តាមរយៈភ្លើងញាណឬបញ្ញាញាណជាការយល់ដឹងជាប់លាប់ជាការយល់ដឹងជាក់ច្បាស់ឃើញនៅសេចក្តីពិតពិចារណាពិតឬហៅថាជាការចូលដល់សច្ចធម៌ពិតមិនคล้ายឃើញអ្វីមិនទៀងប្រែប្រួលការរលត់តាមរយៈវិបស្សនាញាណដូច្នេះកូនចៅទាំងឡាយគឺមានតួនាទីក្នុងការវឹកហាត់បំពេញផ្នែកកុសលចិត្តនេះឲ្យបានត្រឹមត្រូវតាមរយៈគុណធម៌ទាំង3យ៉ាងមានសិលសមាធិនិងបញ្ញាព្រោះពួកទេវតាទាំងឡាយបានកើតជាមាជាព្រំឬអមនុស្សទាំងឡាយទាំងពួងក្តីក៏ស្ថិតទៅលើវិមាត្រចិត្តនិងការប្រកាន់ការបដិបត្តិរបស់ខ្លួនរៀងៗខ្លួនបើកាលណាវិមាត្រចិត្តខ្ពស់គុណធម៌ឡើងខ្លាំងការបដិបត្តិសមគួរនោះក៏បានកើតទៅជាទេវតាទាំង6ជាន់ឬព្រហ្មលោកទាំង16ឬអរូបព្រហ្មជាដើមទៅតាមឈានចិត្តសមាធិវិបស្សនារបស់កុសលចិត្តដែលកើតឡើងជាបន្តបន្ទាប់បើកាលណាកូនចៅមានការវិលកែវិលស្លាប់ចោះមកពីអតីតឬហៅថាជាអតីតភពរបស់ខ្លួនជាប់មិនដាច់មានន័យថាកុសលចិត្តរបស់ខ្លួនក៏មិនទាន់កើនឡើងការប្រព្រឹត្តបុណ្យក៏មិនទាន់ច្បាស់ច្បងនៅទទួលជប់ទុកទទួលរងកម្មឬប្រព្រឹត្តកម្មដែលឲ្យវិបាកមិនចេះចប់មិនចេះហើយដូច្នេះគួរភ្ញាក់រលឹកដឹងស្មារតីចាប់យកឧបនិស្ស័យទទួលការវឹកហាត់ញាណតាមរយៈសិលសមាធិបញ្ញាឬហៅថាជាកុសលថ្នាក់ទេវតាឬទេវបុត្រគួរកាន់យកគួរប្រព្រឹត្តរៀងៗខ្លួនសត្វលោកទាំងឡាយទាំងពួងវិលអន្ទល់កើតស្លាប់គឺជាមិនផុតឡើយប៉ុន្តែហេតុទាំងឡាយរបស់សត្វលោកដែលពោពេញទៅដោយសេចក្តីទុក្ខរឿងរ៉ាវពីមួយជាតិទៅមួយជាតិការឈឺចាប់មโนចេតនាដែលដិតដាមក្នុងអារម្មណ៍ខ្លាំងការជាប់ចំណងកម្មទាំងឡាយគឺសត្វតែមានហេតុសត្វតែមានការប្រព្រឹត្តចូលរួមពីបុគ្គលឬម្ចាស់ខ្លួនដែលជាអ្នកសាងផលសាងហេតុដោយខ្លួនឯងវេលាកម្មរបស់សត្វលោកមនុស្សលោកទាំងឡាយមិនទៀងទាត់ឡើយក៏មិនដឹងថាមកដល់ពេលណាកាលណាឲ្យតែនៅមានកំណើតជាមនុស្សសេចក្តីទុក្ខក៏នៅតែកើតឡើងជាមិនផុតពេលខ្លះអារម្មណ៍និងផ្លូវចិត្តរបស់កូនចៅទាំងឡាយជាបុត្រាបុត្រីមិនចង់ជួបរឿងទុក្ខភ័យជួបរឿងវិបាកណាមួយឡើយចង់រស់នៅបានសុខមិនចង់ឲ្យខ្លួនឯងទទួលរងក្តីទុក្ខខ្លាំងប៉ុន្តែរលកវិបាកកម្មមិនបានយល់យកថានរណាជាបុត្រព្រះទេវតាកូនចៅនេះឡើយឲ្យតែមានកំណត់នៅក្នុងភពមនុស្សឬអន្ទល់ការស្លាប់ក្នុងភព3វិស័យកម្មឬសពសត្វទាំងឡាយត្រូវទទួលជួបអរុបអរិយទេវតាដែលជាម្ចាស់ទឹកម្ចាស់ដីម្ចាស់ទឹកដូនតាដើមរបស់ខ្លួនក៏បានត្រឹមតែចង្អុលបង្ហាញបំភ្លឺផ្លូវដាស់តឿនឬហៅថាបញ្ជាគ្រោះបានមួយពេលឬមួយចំនួនប៉ុណ្ណោះព្រោះថានិស្ស័យបុណ្យរបស់កូនចៅមាននិស្ស័យបាបរបស់កូនចៅក៏មានដូច្នេះពេលខ្លះត្រូវមានទេវតាលោកអនុគ្រោះជួយនាំដឹកនាំតម្រង់ផ្លូវនេះហើយជាហេតុដែលកូនចៅពុយពងអ្នកមនុស្សទាំងឡាយចូលចិត្តគោរពព្រះបារមីគោរពអរុបអរិយទេវតារក្សាប្រកាន់សច្ចៈជាមួយនឹងទូអង្គ
ឬហៅថាសច្ចសច្ចាំងទាំងឡាយក្នុងរយៈកាលដែលខ្លួនឯងកើតជាមនុស្សកើតជាតួអង្គដែលមានមុខមាត់មានរូបរាងមានកាយចិត្តគំនិតស្មារតីយល់ដឹងរឿងរ៉ាវខ្លះៗឬហៅថាតែងតែមានទំនួលនិស្ស័យពាក់ព័ន្ធនឹងរឿងរ៉ាវអតីតកាលនោះក៏តែងតែមានការសង្វេគអាណិតប្រឆាចនៅសេចក្តីមន្ទិលមួយចំនួនដែរឬហៅថាការសេចក្តីនឿយណាយមិនចង់ជាប់ជំពាក់នៅក្នុងភពនេះតទៅទៀតដូច្នេះក៏សម្លឹងរកពេលវេលាឬកលៈទេសៈមួយចំនួនដើម្បីផ្ដាច់កម្មរបស់ពួកគេបែរមីនគរតែងតែប្រស្ថានឡើងប្រកាសឲ្យសពសាច់កូនចៅអ្នកមាននិស្ស័យបានប្រណិប័តបានគោរពនិងបានឃើញចេះតាមកាយនិមិត្តព្រោះរឿងរ៉ាវនិងអាចកំបាំងរបស់បែរមីតែងប្រកាសឡើងនៅក្នុងដួងចិត្តកម្លាំងអធិដ្ឋានឧបនិស្ស័យរបស់កូនចៅម្នាក់ដែលមានតាំងពីពេលអតីតភពឬហៅថាភពដើមដែលខ្លួនបានបដិសន្ធិចតេជារៀងរាល់ជាតិហើយបន្តដំណរនិស្ស័យមកក្នុងភពថ្មីទើបយល់ដឹងរឿងហេតុផ្សេងតាមរយៈការនិមិត្តការបញ្ជ្រាបព្រមទាំងអារម្មណ៍របស់ពួកគេម្នាក់នៅពេលដែលញាណបានកើតឡើងប្រដិសនៅលើខ្លួនប្រាណរបស់សម្បកកូនចៅតួអង្គបែរមីអ្នកមានឧបនិស្ស័យតែងតែដឹងយល់ឃើញការពិតខ្លះនៅសង្ស័យខ្លះក៏ស្វែងយល់រហូតដឹងថាខ្លួនឯងជាប់ពាក់ព័ន្ធនឹងត្រកូលបែរមីតែងតែមាននិស្ស័យទំនោរផ្លូវចិត្តគិតពីរឿងរ៉ាវអតីតកាលដែលកើតឡើងនៅក្នុងកាយនិមិត្តនោះយានអង្គទេវតាដែលចោះមកដើម្បីបដិសន្ធិជាមនុស្សលោកបំពេញនៅបុណ្យបារមីតែងតែមានទេវតាជាញាតិដតីចោះមកតាមថែរក្សាការពារទំនុកបំរុងផ្ចង់ផ្ដែមតម្រង់ឧបនិស្ស័យមានសច្ចសច្ចាំងមនីអេសីដែលជាគ្រូដើមនិងអ្នកដែលជាគ្រូបាជារក្សាការពារគុំក្រមតាំងតែពីអតីតជាតិរៀងខ្លួនម្នាក់ហេតុនេះហើយការពិតទាំងឡាយនឹងបានលាតត្រដាងចំពោះសម្បកតួអង្គបែរមីនៅពេលនិស្ស័យដែលអាចតតងញាណនឹងអង្គទេវតាគឺដោយសិលនិងសមាធិចិត្តដែលមានកម្លាំងខ្លាំងខ្ពស់ឬកម្លាំងបុណ្យស្មើនឹងអង្គញាណទេវតាទាំងឡាយដែលជាគ្រូដើមនិងអ្នករក្សានៅឯទីឋានខាងលើមនុស្សម្នាក់ដែលជាតួអង្គសម្បកកូនចៅសត្វតែមានយានដើមជាអ្នកតួអង្គឋានជាអ្នកមានយានប្រក្រតីមានបុណ្យឧបនិស្ស័យមានកម្មរៀងខ្លួនដែលត្រូវចោះមកសម្អាតកាយសម្អាតចិត្តប្រព្រឹត្តសាងនៅកុសលដោះខេតលើចិត្តគំនិតអាក្រក់កម្មពៀទាំងឡាយទាំងពួងដែលខ្លួនបានធ្វើជាបែបចាស់អស់កាលជាវេលាកន្លងច្រើនភពមកដែលក្នុងនោះមានម្ចាស់កម្មពៀវេរាតាមហុចផលតាមផ្ដល់ឲ្យនៅវិបាកដែលជាទុកនាំមកនៅទឹកភ្នែកការឈឺចាប់ទុក្ខសោកទាំងឡាយដែលមិនស្រាកស្រានសោះដោយសារតែកម្មនោះជាកម្មធ្ងន់ជាកម្មដែលត្រូវទទួលវិបាកច្រើនជាតិដូច្នេះពួកគេត្រូវទទួលយកតែម្នាក់ឯងមិនអាចប្រកែកតវ៉ានិងព្រំលិខិតកម្រិតជាច្បាប់កម្មមកបានសូម្បីតែពេលខ្លះ
ក៏នៅតែទូចិត្តអាណិតខ្លួនឯងពុំដឹងថាតែមានហេតុអ្វីទើបខ្លួនឯងបែរជាមកទទួលកម្មទទួលរឿងរ៉ាវអាក្រក់មិនចេះដាច់នៅពេលកូនចៅមានការដឹងយល់រលឹកពិចារណាក្នុងសេចក្តីទុក្ខដែលខ្លួនបានជួបរួចហើយនោះក៏ចាប់ផ្ដើមប្រព្រឹត្តនៅគុណធម៌លាងជំរះបែបចាស់ជំរះនៅកម្មចាស់មានសិលនិងសមាធិប្រកបប្រជាច្បាស់លាស់នោះហេតុចាស់ទាំងឡាយដែលជាវិបាកកម្មជាកម្មដែលខ្លួនបានធ្វើក៏នឹងលេចផុសឡើងបណ្ដាលឲ្យជួបបណ្ដាលឲ្យដឹងបណ្ដាលឲ្យឃើញតាមរយៈញាណពិសេសដែលទេវតាលោកឯកនិមិត្តបង្ហាញប្រាប់ឬក៏និមិត្តតាមញាណដូចពិតតែម្ដងលក្ខណៈនិស្ស័យបុគ្គលឬកូនចៅដែលមានកម្មចាស់តែមកដោយជំពាក់ជំពិនមិនដាច់ស្រេចអាចនឹងមានជំងឺជាប់ប្រាណជាប់រាងកាយជាបែបចាស់កម្មចាស់អ្នកខ្លះត្រូវវឹកផ្លាស់ចិត្តដោយកើតទុក្ខកើតបញ្ហាអ្នកខ្លះត្រូវជួបរឿងរ៉ាវប្រត់ប្រាស់ការធ្វើបាបពីមនុស្សជុំវិញខ្លួនឬសាច់ញាតិជាដើមអ្នកខ្លះទៀតទទួលការខកចិត្តត្បិតខ្លួនឯងស្មោះត្រង់យ៉ាងណាក៏បានតែការដែលរមិលគុណលុបគុណពីអ្នកដទៃវិញជួយអ្វីក៏នៅតែមានទុក្ខទោសដល់ខ្លួនឯងអំពើល្អធ្វើច្រើនយ៉ាងណាក៏ឃើញថាមិនទាន់ហុចផលផ្ដល់ឲ្យព្រោះវិបាកកម្មនៅតែមានជំពប់ជួបតែមនុស្សបែបមនុស្សអាក្រក់ទុកចិត្តចំមនុស្សដែលជាម្ចាស់កម្មពៀដូច្នេះហើយគេនឹងធ្វើបែបផ្ដល់កម្មនោះហុចផលត្រឡប់មកវិញនេះហើយជាការសាកល្បងរបស់កូនចៅនៅលើផែនដីដែលទទួលវិស័យការជួបរឿងរ៉ាវទាំងឡាយមិនសមតាមបំណងហើយត្រូវទទួលជួបតាមនិស្ស័យកម្មនិងបែបដែលជាកម្លាំងហុចឲ្យតាំងពីអតីតកាលមកការព្យាយាមសន្សំបុណ្យកុសលសាងអំពើល្អដោយកាយចិត្តគឺជាមធ្យោបាយដើម្បីដោះដូរយកនៃសេរីភាពភាពរីករាយភាពភ្លឺស្វាងការជំរះមន្ទិលអស់នៃកម្មការសង្រួមចិត្តបង្អើនផ្សាយនៅមេត្តារំងាប់ពីតាំងពីអតីតភពរបស់កូនចៅខ្លះដែលជាតួអង្គមិនថាតួអង្គមិនថាសម្បកនៃមនុស្សលោកធម្មតាសត្វតែមានពីវេរាកម្មដែលត្រូវទទួលជួបរឿងរ៉ាវខុសៗគ្នាប៉ុន្តែយ៉ាងណាបើកម្មតាមតាន់ជួបរឿងរ៉ាវដែលមិនសមបំណងហើយគូនណាស់តែលះនៅបែបចាស់សាងសន្សំនៅហេតុថ្មីភ្ជាប់ឧបនិស្ស័យជាមួយនឹងព្រះបារមីយល់ស្គាល់យល់ត្រូវឈប់ប្រមាថហើយរៀនរក្សានៅគុណធម៌រក្សាតម្លៃរក្សាតាមផ្លូវចិត្តសិក្សាអំពីសច្ចធម៌ឲ្យបានច្រើនពលគឺព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដែលតម្រង់សត្វលោកឬហៅថាជានាវាចម្លងផ្លូវនាវាចម្លងសត្វលោកឲ្យរួចផុតពីត្រើយនាយនៃអន្លង់ទុក្ខត្រូវត្រើយនាយនៃម្ខាងទៀតដែលជានិព្វានសេចក្តីសុខរួចផុតទុក្ខចែកលោកបែរកាលណាតួអង្គទាំងឡាយនៅតែប្រព្រឹត្តចំពោះរឿងរ៉ាវបែបចាស់ដូច្នេះតួនាទីទាំងឡាយដែលចោះមកតម្រង់លើកស្ទួយព្រះសាសនានៅតែមិនទាន់អាចធ្វើបានព្រោះនៅជាប់រវល់ការយកទុកសោកវិបាកកម្មចាស់ខ្លាំងពេកមិនអាចបំពេញតួនាទីតែតាមគោលដៅនិងភារកិច្ចបានហេតុនេះទេពសម្បកកូនចៅមួយចំនួនធំត្រូវបានរែងសម្អាតយកត្រូវបានជំនួសដោយតួអង្គថ្មីឬសម្បកកូនចៅថ្មីដែលជានិស្ស័យអ្នកប្រណិប័តធម៌អ្នកប្រណិប័តតាមផ្លូវចិត្តប្រណិប័តតាមផ្លូវព្រះបារមីបានទើបជំរឿសចម្រាញ់យកមកដើម្បីនឹងជួយគាំពៀប្រសង្គ្រោះសត្វលោកទាំងឡាយក្នុងការវេលាខាងមុខភាពវុវីនិងតណ្ហាកិលេសរបស់សត្វលោកទាំងឡាយដឹកនាំកូនចៅស្ទើរតែវង្វេងវង្វាន់ភ័ន្តផាងស្មារតីលែងយល់តម្លៃនៃតួអង្គរបស់ខ្លួនឯង
mình thà chỉ cồn chạy bụi bông mình nụ thản bọt chạy cà vẹn bụi bông đĩa bụi bông cột rồi tu áng để tay tiết đại smart chết riêng một sòng cua bỏ tam đi say mình được tay sòng khăn giang ná có tu áng bè mày nhìn tu ángในมวยmình phải trẻ tu này tí đốiនឹងសម្បករបស់ខ្លួនឡើយសម្បកអាចផ្លាស់ប្ដូរបានប៉ុន្តែញៀនมันអាចផ្លាស់ប្ដូរបានទេព្រោះការណាផ្លូវចិត្តផ្លូវគំនិតតួអង្គម្នាក់មានភាពរឹងមាំហើយដូច្នេះកាយនិងចិត្តវិញ្ញាណតួអង្គរួមគ្នាគឺនឹងក្លាយទៅជាសម្បកតែមួយញៀនតែមួយអាចបំពេញលើកស្ទួយព្រះសាសនាចេញសង្គ្រោះសត្វលោកដល់កាយវេលាទំនាយដែលនៅមកដល់គ្មាននរណាម្នាក់អាចដឹងថាខ្លួនឯងត្រូវជួបរឿងអ្វីត្រូវឆ្លងកាត់រឿងរ៉ាវបុព្វហេតុដោយពីមុនទៀតឬយ៉ាងណាប៉ុន្តែដឹងត្រឹមថាពេលវេលាទៅមុខឲ្យតែខំសាងបុណ្យសាងកុសលបំពេញផ្លូវបារមីនោះនឹងបានតាន់ព្រះឈ្នះអស់មាសត្រូវទាំងផ្លូវកាយផ្លូវចិត្តជ្រកក្រោមនៅមលុបពោដល់ត្រជាក់ត្រជុំសោកសេមសានហើយម្យ៉ាងអ្នកដែលមាននិស្ស័យចេះធ្លាប់ជាតួអង្គធ្លាប់ជាអ្នកបំពេញតួនាទីជាអ្នកដែលការពារដែនដីជាតិមាតុភូមិគឺនឹងប្រកាសមានកម្លាំងនៃធម៌ពលចិត្តជាចិត្តដើមស្ទើរតែកើតឡើងរៀងរាល់ថ្ងៃធ្វើឲ្យពួកគេខ្នះខ្នែងបំពេញបុណ្យជួយសង្គ្រោះសត្វលោកមួយចំនួនឬហៅថាផ្សាយមេត្តាតាមផ្លូវចិត្តគំនិតល្អជាធម៌ពលវិជ្ជមានទៅកាន់ទូទាំងផែនដីខ្ញុំប្រកាសរណាខ្ញុំបាទក៏សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនពញាទីចិត្តទីឆ្ងាយអ្នកដែលបានតាមដាននៅក្នុង Channel បារមីចក្រវាលមហាសាលវគ្គ1វគ្គ2បារមីស្រុកខ្មែរមហានគរនិង Facebook Page ឲ្យបានជ្រាបថាការចូលរួមបំពេញបុណ្យកសាងអាស្រមព្រះសាមេត្រីកសាងព្រះបដិមាព្រះសាមេត្រីនិងមូលនិធិសម្រាប់បងកងទ័ពយុទ្ធជនជួរមុខក៏នៅតែទទួលឬបន្តទទួលជាដដែលព្រោះការកសាងព្រះសាមេត្រីការកសាងអាស្រមព្រះសាមេត្រីនឹងបន្តបង្ហើយធ្វើនៅក្នុងឆ្នាំ2025 2026 2027ទើបចប់សពគ្រប់អញ្ចឹងចំណែកនឹងការចូលរួមក្នុងការបំពេញបុណ្យកុសលរបស់បងប្អូនក៏នៅតែបន្តការចូលរួមតាមសទ្ធាជ្រះថ្លាមិនថាតិចក្តីច្រើនក្តីទាំងក្នុងនិងក្រៅប្រទេសទៅតាមសទ្ធានិងការសន្សំឧបនិស្ស័យបុណ្យរបស់បងប្អូនពញាតចិត្តឆ្ងាយដោយឡែកផ្សេងទៀតគឺតាក់ទងនឹងមូលនិធិបងកងទ័ពទាំងស្បៀងអាហារក៏យើងត្រូវតែបញ្ជូនទៅជាលើកទី3បន្តទៀតហើយនៅតែបន្តការទទួលនៅបច្ច័យថវិការបស់បងប្អូនសម្រាប់ការជួយជាតិជួយមាតុភូមិជួយដល់បងកងទ័ពសមរភូមិខាងមុខដែលបានពាក់លីឬហៅថាកំពុងតែប្រយុទ្ធច្បាំងនឹងខ្មាំងសត្រូវចឹងក្នុងការបំពេញបុណ្យតូចធំទាំងឡាយបុណ្យនានាខ្ញុំបកណាខ្ញុំបាទក៏នៅតែបន្តការទទួលហើយបងប្អូនក៏នៅតែអាចចូលរួមបានតាមរយៈ Facebook Page ដែលខ្ញុំបាទកំពុងតែផុសវីដេអូនេះនិង Channel YouTube មានលេខទូរស័ព្ទមាន QR Code ដែលខ្ញុំបានដាក់ឬអាចតាក់ទងតាមលេខទូរស័ព្ទ077 54 93 54 096 67 46 707 067 35 89 36 នេះជាលេខទូរស័ព្ទទាំង3ខ្សែដែលមាន Telegram បងប្អូនអាចតាក់ទងបានមិនថា call ទំនាក់ទំនងសាកសួរព័ត៌មានបានដូចគ្នាការចូលរួមរបស់ពុកម៉ែមានបងប្អូនក្រៅប្រទេសអាចចូលរួមបានតាមរយៈ Western Union តាមរយៈ MoneyGram តាមរយៈ RIA ឬអាចឆាតតាក់ទងតាមរយៈ Facebook Page និង Telegram បានដែលខ្ញុំបាទនឹងផ្ញើអាសយដ្ឋានជូនសម្រាប់ការផ្ញើបច្ច័យថវិកាក្នុងការចូលរួមបំពេញបុណ្យរួមឧបនិស្ស័យដើម្បីឲ្យឆ្លងផុតគ្រោះភ័យទុក្ខសោកកម្មពៀរទាំងឡាយទាំងពួងដោយជាបងប្អូនបានដឹងហើយថាក្នុងពេលនេះជាពេលវេលាដែលត្រូវសន្សំបុណ្យធ្វើសេចក្តីល្អអំពើល្អដើម្បីឲ្យឆ្លងផុតទុក្ខគ្រោះកាយគ្រោះកម្មមានតែការធ្វើបុណ្យរួមចំណែកបុណ្យការសាងនូវសេចក្តីល្អទេទើបនាំឲ្យយើងបានរួចផុតពីទុក្ខហើយជាបុណ្យដ៏មហាសាលធំធេងប្រមាណរាប់មិនបានក្នុងការចូលរួមការកសាងព្រះសាមេត្រីកសាងអាស្រមព្រះសាមេត្រីការចូលមូលនិធិកងទ័ពនេះសិតតែជាបុណ្យធំជាបុណ្យដែលក្រៃលែងគួរអនុគ្រោះដល់ការចូលរួមមិនថាសទ្ធាបងប្អូនតិចច្រើនយ៉ាងណាសិតតែជាបុណ្យដ៏
គេហៅថាវិសេសវិសាលដែលអាចកំចាត់បងនៅកម្មចាស់កម្មទុយកម្មធំទាំងឡាយឬអាចសម្រាលនៅទុកទោសទាំងឡាយទាំងពួងមានអានិសង្សបុណ្យអាចឈ្នះនៅអមនុស្សណាខ្មាំងសត្រូវព្រមទាំងផ្សាយមេត្តាដល់ម្ចាស់កម្មម្ចាស់ពៀរបស់យើងព្រមទាំងការផ្សាយមេត្តាឲ្យខ្លួនឯងឆាប់រួចទុករួចកម្មរួចពៀវរាផងដែរហើយសម្រាប់បងប្អូនបញ្ញត្តិទាំងអស់ក៏សូមជួយទៅ like page Facebook ថ្មីដែលខ្ញុំបានបង្កើតឡើងឈ្មោះថាបារមីមហានគរបារមីមហានគរជាភាសាខ្មែរព្រមទាំង page មួយទៀតមើលខ្សែបាតដៃតួអង្គបារមីមហានគរខ្មែរសម្រាប់បងប្អូនមើលខ្សែបាតដៃក៏អាចតាក់ទងតាមរយៈ Facebook page របស់ខ្ញុំបាននឹង page ផ្លូវការបារមីមហានគរដែលមាន logo ពណ៌លឿងអញ្ចឹង Facebook page តំណាក់តំណងបាន Telegram ក៏តំណាក់តំណងបានសម្រាប់ការមើលខ្សែបាតដៃនឹងឲ្យតាក់ទងនឹងវាសនាឆាកជីវិតផ្សេងៗដូចជាការចូលរួមក្នុងការបំពេញបុណ្យដូចគ្នាខ្ញុំបកណាក៏សូមគោរពលាក៏សូមជូនពរព្រមទាំងប្រសិទ្ធពរជ័យដល់បងប្អូនបញ្ញត្តិទូទាំងក្នុងនិងក្រៅប្រទេសទាំងអស់សូមឲ្យបានរួចចាកផុតទុក្ខទោសកម្មពៀបានបុណ្យកុសលអំណាចអានិសង្សស្មើគ្នារួចផុតពីកម្មពៀទុក្ខទោសទាំងឡាយទាំងពួងគ្រប់ប្រការសូមអនុមោទនានិងសូមគោរពលាសូមអរគុណនិងសូមអរព្រះគុណ